នេះគឺជាការផលិតស្ករអំពៅហើយស្ករអំពៅនេះពេលដែលគាត់ផលិតចេញមកនិយាយពីថាទំនងគួរឲ្យចង់ញ៉ាំខ្លាំងណាស់បងប្អូនហើយរូបរាងគេដូចជាផ្លែសូដាអញ្ចឹងឥឡូវចង់ដឹងថាការផលិតស្ករអំពៅនេះគេធ្វើមិនអីចឹងតាមទស្សនាវីដេអូនេះទាំងអស់គ្នាបងប្អូនដំបូងគេចាប់ដើមទៅកាប់ដើមអំពៅសិនបងប្អូនដើម្បីយកអំពៅទៅកិនយកទឹកវាធ្វើជាស្ករនិយាយទៅក្នុងមួយថ្ងៃពួកគាត់កាប់ដើមអំពៅធ្វើស្ករបានច្រើនមែនទែនហើយចេះថាចេះគាត់មិនមែនធ្វើតែរូបរាងដូចផ្លែសូដាហ្នឹងណាស្ករអំពៅហ្នឹងគាត់ធ្វើជារូបរាងផ្សេងសំខាន់ការច្នៃប្រកបគឺថាគាត់ធ្វើឲ្យគឺថាល្អខ្លាំងមែនទែនបងប្អូនឥឡូវក៏ចាប់ដើមប្រមូលអំពៅដាក់ទៅម្ដុំបងប្អូនក៏ចងវាម្ដុំអញ្ចឹងណាអូនិយាយទៅមិនសើមបងប្អូនទាំងការធ្វើទាំងបច្ចេកទេសរបស់គាត់និយាយទៅពេលគាត់ធ្វើឲ្យមិនសើមបានបងប្អូនទឹកដៃរបស់គាត់ធ្វើចេញមកគឺថាអែមខ្លាំងមែនទែនណាឥឡូវក៏ចាប់ដើមអូសអំពៅដែលគាត់បានចងមិញហ្នឹងបងប្អូនចាប់ដើមដាក់ចូលក្នុងម៉ាស៊ីននេះដើម្បីគៀបយកទឹកវាហើយនិយាយទៅម៉ាស៊ីនគេគឺថាមើលទៅមិនសូវទំនើបប្រហែលទេបងប្អូនប៉ុន្តែគេអាចយកមកប្រើការបានយ៉ាងល្អឥតខ្ចោះអូ my god បងប្អូននិយាយទៅមិនសើមបងប្អូនគេពេលដែលគេគៀបអញ្ចឹងអាទឹកអំពៅវាចាប់ដើមធ្លាក់ចូលទៅអាកន្លែងប្រឡោះមួយទៀតអញ្ចឹងបងប្អូនគេមានប្រឡោះគេបន្ទាប់ពីគេដួសបានមើលដាក់បានម្លាំងមកធុងនឹងពេញហើយគេចាប់ដើមចាក់វាបងប្អូនចាក់វាចូលទៅក្នុងអាកន្លែងថាផ្ទះគេដាក់កម្ដៅអញ្ចឹងបងប្អូនព្រោះថាដើម្បីគេយកវាទៅស្លសិនណាអូនិយាយទៅមិនសើមបងប្អូននិយាយទៅគេស្លវាឲ្យវាពុះឲ្យគេកូរវាឲ្យវាស្ងួតឲ្យវាឡើងក្រហមអញ្ចឹងចាំមើលពេលដែលគាត់ធ្វើហើយនិយាយពីថាទំនងគួរចង់ញ៉ាំខ្លាំងណាស់បងប្អូននិយាយទៅសរសើរពួកគាត់កែរោការធ្វើអញ្ចឹងខ្លាំងមែនទែនហើយការធ្វើប្រកបសុទ្ធតែមានបច្ចេកទេសត្រឹមត្រូវគាត់មិនចេះធ្វើណាឥឡូវក៏ពោះចាប់ដើមលើកវាយកទៅកន្លែងមួយទៀតបងប្អូនឃើញតែពេលដែលគាត់កូរវាឡើងក្រហមល្អហើយបងប្អូនគាត់ចាប់ដើមយកវាទៅកន្លែងមួយទៀតចាំមើលគាត់យកធ្វើឲ្យបងប្អូនប៉ុន្តែស្ករនេះពេលដែលគាត់ទុកទៅវាចាប់ដើមកអបន្ទាប់ពីគាត់កទៅគាត់ចាប់ដើមយកស្ករទៅធ្វើជារូបរាងបងប្អូនអូ my god បងប្អូននិយាយទៅមិនសើមបានការធ្វើប្រកបមួយនេះនិយាយទៅមានតែពាក្យសរសើរគាត់ដោយសារតែគាត់ប្រកែរោគកំណត់ច្នៃប្រឌិតអញ្ចឹងណាឥឡូវក៏ចាប់ដើមកូរវាបងប្អូនកូរវាពេលដែលគាត់លើកមកហើយក៏ចាប់ដើមកូរវាម្សាទៀតនិយាយទៅការធ្វើប្រកបក្នុងមួយថ្ងៃក៏ធ្វើស្ករអំពៅនឹងបានច្រើនខ្លាំងមែនទែនអូនិយាយទៅមិនសរសើរបានបងប្អូននិយាយទៅពួកគាត់ប្រកែរោគកំណត់ច្នៃប្រឌិតខ្លាំងមែនទែនណាឥឡូវចាំមើលពេលគាត់ធ្វើហើយគាត់ធ្វើមិនទៀតចាំមើលអស់គ្នាបងប្អូននេះបន្ទាប់គាត់ទុកវាចោលមកស្ទុះហើយវាចាប់ដើមកកបងប្អូនពេលដល់ពេលគាត់វាចាប់ដើមកកអញ្ចឹងគាត់ចាប់ដើមយកទៅធ្វើជារូបរាងនិយាយទៅដូចជានេះអញ្ចឹងបងប្អូនដូចជាផ្លែសូដាអញ្ចឹងអូ my god បងប្អូននិយាយទៅមិនសរសើរបានបងប្អូននិយាយទៅឃើញបងប្អូនឃើញរូបរាងគេអត់អូស្អាតខ្លាំងមែនទេបងប្អូនអានេះគេអត់តន់ធ្វើរូបរាងគេចាប់ដើមលុញវាដើម្បីថ្លឹងគីឡូវាសិនណានិយាយទៅពួកគាត់ចូលចិត្តធ្វើអ្វីដែលប្លែកហើយថ្មីសំបីតែស្ករមួយដុំទំហំចេញមកប៉ុនគ្នាទាំងអស់គាត់អត់មានធ្វើឲ្យលើសឬមួយក៏ខ្វះទេព្រោះការធ្វើរបស់គាត់គឺគាត់ថ្លឹងជីងអញ្ចឹងណាអូនិយាយទៅឥឡូវឃើញគាត់ចាប់ដើមលុញហើយគាត់ចាប់ដើមយកវាទៅតម្រៀប50ថ្ងៃភាសាទៀតណាដើម្បីឲ្យវានេះបងប្អូនឲ្យវារឹងល្អអញ្ចឹងណាព្រោះការធ្វើបែបនេះគឺថាទុកបានយូរបងប្អូននិយាយទៅក៏លក់មើលទៅគឺថាទំនងគួរចង់ញ៉ាំណាបងប្អូននិយាយទៅបានតែម្ដុំមិនដឹងថាអង្គុយញ៉ាំជាតិប៉ុណ្ណាទេបងប្អូនអើយអូយតំណងស្ករអំពៅបងប្អូនស្ករអំពៅឆ្ងាញ់ណាផ្អែមដូចជាទឹកអំពៅយើងអញ្ចឹងបងប្អូនធ្លាប់ហូបទឹកអំពៅបងប្អូនហូបស្ករអំពៅដូចគ្នាអញ្ចឹងអូមិនសើមបានអញ្ចឹងវីដេអូមិនតែប៉ុណ្ណេះបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បងប្អូន